ប្រវត្តិរូបសង្ខេបសម្ដេចព្រះសង្ឃរាជជួនណាតសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជគណៈមហានិកាយជួនណាតចៅតញ្ញាណៅទ្រង់ប្រសូតនៅថ្ងៃអង្គារ11រោចខែផលគុណឆ្នាំវកឆស័កពុទ្ធសករាជ2427ត្រូវនឹងថ្ងៃទី11ខែមិនិនាគ្រិស្តសករាជ1883ព្រះអង្គមានស្រុកកំណើតនៅភូមិកំរៀងសង្កាត់រកាកោះស្រុកគងពិសីខេត្តកំពង់ស្ពឺនិងមានមាតាឈ្មោះយក់បិតាឈ្មោះព្រំជួនជាកសិករព្រះអង្គមានបងប្អូនបង្កើតចំនួន2នាក់គឺរូបព្រះអង្គនិងប្អូនប្រុសគឺលោកអញ្ញាមន្ត្រីជួននុតនេះបើយោងតាមឯកសារចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជាវ័យកុមារភាពរបស់សម្ដេចព្រះសង្ឃរាជជួនណាតសម្ដេចសង្ឃរាជជួនណាតកាលស្ថិតនៅក្នុងវ័យកុមារភាពមានព្រះជន្មាយុប្រមាណ12ឆ្នាំព្រះមាតាបិតាបាននាំយកទៅឲ្យរៀនសូត្រអក្សរសាស្ត្ររបស់ជាតិក្នុងសំណាក់លោកគ្រូសូកស្ដាំនាមកែវមននៅវត្តពោព្រឹកហៅវត្តពោលយមក្នុងឃុំរលៀងកែនស្រុកកណ្ដាលស្ទឹងខេត្តកំពង់ស្ពឺលុះដល់សម្ដេចជួនណាតមានព្រះជន្មាយុ14ឆ្នាំព្រះអង្គបានបួសជាសាមណេរក្នុងថ្ងៃទី15កើតខែពិសាខឆ្នាំចសម្រិទ្ធីស័កពុទ្ធសករាជ2446គ្រិស្តសករាជ1897ដោយទ្រង់នៅបំពេញកិច្ចសិក្សានៅវត្តពោព្រឹកអស់រយៈកាល2ឆ្នាំទើបចេញពីវត្តពោព្រឹកទៅរៀនសូត្រព្រះបរិយត្តិធម៌នៅឯវត្តឧណាលោមក្រុងភ្នំពេញក្នុងសំណាក់ព្រះពុទ្ធគ្រូទេពសោនាគុដដីថែវប្របកំពែងខាងជើងក្នុងកាលពុទ្ធសករាជ2448ត្រូវនឹងកស1899លុះសម្ដេចបានព្រះជន្មាយុគម្រប់21ព្រះវស្សាក៏បានបំពេញឧបសម្បដាជាភិក្ខុក្នុងវត្តពោធិព្រឹក្សដែលជាវត្តដើមវិញដែលមានព្រះទេពព្រះគុណព្រះពុទ្ធឃោសាចារ្យម៉ាកេតសុវណ្ណបញ្ញោជាព្រះឧបជយាយកាលលោកនៅជាចៅអធិការវត្តពោធិព្រឹក្សចំណែកព្រះទេពព្រះគុណកែមនមេស្នាគោជាគ្រូសូត្រធម្មវាចាចារ្យនិងព្រះទេពព្រះគុណអឹមខឹមតក្ខបញ្ញោជាគ្រូសូត្រអនុសាវនាចារ្យនៅថ្ងៃ14កើតខែជាស្ថៈឆ្នាំរោងឆស័កពស2448ត្រូវនឹងកស1904សម្ដេចទ្រង់ទទួលព្រះនាមបញ្ញត្តិថាចៅតញ្ញាណោលុះទ្រង់បំពេញឧបសម្បដាជាភិក្ខុភាពរួចហើយទ្រង់ក៏និមន្តត្រឡប់មកគង់នៅវត្តឧណាលោមទទួលការសិក្សាកន្ធធរៈវិញទៀតការសិក្សារបស់សម្ដេចព្រះសង្ឃរាជជួនណាតតាក់ទងនឹងវិស័យសិក្សាគឺព្រះអង្គបានចាប់ផ្ដើមរៀនសូត្រជាដំបូងគឺមេសូត្រនិងប្រែមូលកច្ចាយណៈនិងគម្ពីរធម្មបទពីព្រះពុទ្ធឃោសាចារ្យព្រះនាមម៉ាកេតដែលជាព្រះឧបជយាយសម្ដេចព្រះសង្ឃរាជជួនណាតទ្រង់បានរៀនចេះក្រៅពីភាសាជាតិព្រះអង្គក៏បានចេះដឹងនៅវេយ្យាករណ៍ភាសាបាលីសំស្ក្រឹតដែលកាលនោះក្នុងរវាងកស1910ក្នុងចំណោមអ្នកសិក្សាភាសាបាលីព្រះអង្គមានព្រះកិត្តិស័ព្ទល្បីថាជាព្រះថេរៈមួយអង្គមានភាពស្ទាត់ជំនាញនិងពូកែខាងភាសាបាលីម្យ៉ាងទៀតព្រះអង្គបានរៀនចេះភាសាផ្សេងទៀតជាច្រើនដែលរួមមានភាសាថៃភាសាឡាវភាសាបារាំងអង់គ្លេសនិងវៀតណាមសម្ដេចទ្រង់ទទួលការសិក្សានោះគឺសិក្សាដោយឆន្ទៈដ៏មានកម្លាំងមែនទែនពុំមែនសិក្សាវិជ្ជាណាមួយដែលលេងទេសម្រាប់វិជ្ជាខាងភាសាបាលីភាសាសំស្ក្រឹតនិងភាសាបារាំងសុទ្ធតែវិជ្ជាដែលប្រដាប់ដោយវេយ្យាករណ៍អត់ចត់ជ្រាវជ្រៅលំបាករៀនលំបាកយល់ជាទីបំផុតប៉ុន្តែសម្ដេចអាចរៀនអាចយល់ច្បាស់លាស់ដោយឆាប់រហ័សគួរឲ្យកោតសរសើរពន់ពេកណាស់ការចូលរួមប្រឡងរបស់សម្ដេចព្រះសង្ឃរាជជួនណាតនៅពុទ្ធសករាជ2457គ្រិស្តសករាជ1913សម្ដេចព្រះសង្ឃរាជជួនណាតបានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាមវិហារព្រះកែវមរកតចំពោះព្រះភក្ត្រព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិបាន4ប្រយោគដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះនៅពុទ្ធសករាជ2459ដែលត្រូវនឹងគ្រិស្តសករាជ1915សម្ដេចទ្រង់បានប្រឡងជាប់លេខ2បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ដែលសប្តាហ៍ថ្ងៃមានឈ្មោះជាពុទ្ធិកវិទ្យាល័យសូរាមរិតក្រៅពីភាសាខ្មែរដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់ឬគល់ពិតប្រាកដសម្ដេចបានសិក្សាភាសាបាលីអាចអានឬសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់គឺសំនៀងលង្កាភូមាមនសៀមនិងឡាវ
ឥតមានទិសទៀកផ្លាំងផ្្លាត់ឬភ្លេចឡើយនៅពុទ្ធសករាជ2466និង67ត្រូវនឹងគ្រិស្តសករាជ1922និង23សម្ដេចការនៅជាព្រះគ្រូសំសត្ថាជាមួយនឹងសម្ដេចព្រះពោធិវង្សហួតតាតវជារៈបញ្ញោការនៅជាព្រះគ្រូសង្ឃវិជាបានធ្វើជាសមណសិទ្ធិនិមន្តទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹតនិងអក្សរសិលាចារឹកជាដើមនៅសាលាបារាំងសេសជុងបូព៌ាប្រទេសនាក្រុងហាណូយវៀតណាមខាងជើងក្នុងសំណាក់លោកលូវីហ្វាណរជាតិបារាំងសេសជាចាងវាងសាលានេះកិច្ចការដែលសម្ដេចព្រះសង្ឃរាជជួនណាតបានបង្ពេញនៅពុទ្ធសករាជ2463គឺសករាជ1919សម្ដេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរដែលទ្រង់ជាលេខាធិការកាន់កិច្ចការផ្ទាល់លុះត្រាបានចប់ចុងចប់ដើមពុទ្ធសករាជ2469គ្រិស្តសករាជ1925សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំពិនិត្យសេចក្តីខុសត្រូវនៃសៀវភៅនានាដែលសាលាបាលីជាន់ខ្ពស់បោះពុម្ពផ្សាយពុទ្ធសករាជ2470គ្រិស្តសករាជ1927តមកជាច្រើនឆ្នាំសម្ដេចព្រះសង្ឃរាជជួនណាតបានទទួលការតែងតាំងជាមេប្រយោគក្នុងការប្រឡងយកវិញ្ញាណបត្របឋមសិក្សាខ្មែរនិងការប្រឡងយកសញ្ញាបត្របឋមសិក្សាជាន់ខ្ពស់បារាំងខ្មែរនៅក្រុងភ្នំពេញពុទ្ធសករាជ2471គ្រិស្តសករាជ1927សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកក្រុមជំនុំផ្ទៀងសម្រាប់វចនានុក្រមខ្មែរហើយសម្ដេចទ្រង់បានទទួលធ្វើវចនានុក្រមតែមួយព្រះអង្គឯងដរាបដល់បានចប់សពគ្រប់បានបោះពុម្ពផ្សាយទាំងភាគ1និងភាគ2ក្នុងឆ្នាំដដែលនេះសម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមអភិបាលជំនុំប្រតិឆ្នាំសម្រាប់ព្រះរាជបណ្ណាល័យកម្ពុជាដែលសពថ្ងៃហៅថាបណ្ណាល័យពុទ្ធសាសនបណ្ឌិតពុទ្ធសករាជ2476គ្រិស្តសករាជ1932សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃនៃក្រវៃនិពន្ធខ្មែរបុរាណដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះទៅក្នុងវចនានុក្រមខ្មែរពុទ្ធសករាជ2477គ្រិស្តសករាជ1933សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំពិនិត្យសេដ្ឋីដែលក្រសួងសិក្សាធិការជាតិបោះពុម្ពផ្សាយពុទ្ធសករាជ2478គ្រិស្តសករាជ1934សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរប្រៀបធៀបនឹងពាក្យបារាំងសម្រាប់ប្រើក្នុងកិច្ចការរាជការពុទ្ធសករាជ2479គ្រិស្តសករាជ1938សម្ដេចទ្រង់ទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនភាសាបាលីសំស្ក្រឹតខ្មែរនិងឡាវប្រចាំថ្នាក់ទីបំផុតនៃមជ្ឈមសិក្សានៃវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញពុទ្ធសករាជ2486គ្រិស្តសករាជ1942សម្ដេចទ្រង់ទទួលការតែងតាំងជាចាងវាងនៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញពុទ្ធិកវិទ្យាល័យព្រះសុរាម្រិតពុទ្ធសករាជ2488គ្រិស្តសករាជ1944សម្ដេចទ្រង់ទទួលការតែងតាំងជាចៅអធិការវត្តឧណ្ណាលោមពុទ្ធសករាជ2489គ្រិស្តសករាជ1945សម្ដេចទ្រង់ទទួលនាទីជាអធិបតីនៃថេរសភាគឺក្រុមជំនុំជាន់ខ្ពស់របស់ព្រះសង្ឃពុទ្ធសករាជ2491គ្រិស្តសករាជ1947សម្ដេចទ្រង់ទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរករនៃគណៈកម្មការជាតិខាងការសិក្សាពុទ្ធសករាជ2492គ្រិស្តសករាជ1948សម្ដេចបានទ្រង់ទទួលនាទីជាប្រធាននៃគណៈកម្មការធម្មវិន័យពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជាណាចក្រកម្ពុជាពុទ្ធសករាជ2505គ្រិស្តសករាជ1961សម្ដេចទ្រង់ប្រោះមេត្តាទទួលនិមន្តពីសមាគមអ្នកនិពន្ធខ្មែរធ្វើជាប្រធាននៃការសម្ភាសន៍អក្សរសាស្ត្រផ្សាយតាមសំឡេងវិទ្យុជាតិរាល់ថ្ងៃសុក្រគ្រិស្តសករាជ1968ទ្រង់ទទួលបេឋានៈជាប្រធាននៃគណៈកម្មការពិនិត្យស្នាដៃអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរគ្រិស្តសករាជ1969ព្រះអង្គទ្រង់ទទួលការតែងតាំងជាប្រធានគណៈកម្មការពិនិត្យនិងកំណត់អំពីនៃរបស់តង់ជាតិខ្មែរ
ព្រះរាជកិច្ចការដែលបានបំពេញក្នុងព្រះពុទ្ធសាសនានៅបរទេសសម្ដេចព្រះសង្ឃរាជជួនណាតបានដឹកនាំគណៈប្រតិភូនៃមន្ត្រីសង្ឃទៅកាន់ក្រុងវៀងច័ន្ទនិងក្រុងហ្លួងប្របាងប្រទេសឡាវដើម្បីរួមក្នុងការសម្ពោធពុទ្ធសាសនាបណ្ឌិតប្រទេសឡាវផងដើម្បីជំនុំពិភាក្សាអំពីការសិក្សាសម្រាប់សាលាបាលីរងនៅប្រទេសឡាវផងជាងនេះទៅទៀតទ្រង់ក៏បានដឹកនាំគណៈប្រតិភូព្រះសង្ឃខ្មែរទៅធ្វើទស្សនចរចំពោះវត្តខ្មែរទាំងឡាយនៅដែនកូសាំងស៊ីនប្រទេសវៀតណាមខាងត្បូងទ្រង់ដឹកនាំគណៈប្រតិភូមួយទៅកាន់ប្រទេសឡាវម្ដងទៀតដើម្បីប្រជុំប្រឹក្សាកិច្ចការនៃពុទ្ធសាសនាបណ្ឌិតប្រទេសឡាវនិងការសិក្សាសម្រាប់សាលាបាលីនៅប្រទេសឡាវផងដើម្បីជួយរំលឹកដាស់តឿនប្រជាជាតិឡាវនៅទីប្រជុំជនក្នុងខេត្តនានានៃព្រះរាជាណាចក្រឡាវឲ្យខំប្រឹងយកចិត្តទុកដាក់នៃការសិក្សានិងការប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនាទ្រង់ទទួលនាទីជាសមាជិកឆ្លើយឆ្លងនៃសាលាបារាំងសាសនៅចុងបូព៌ាប្រទេសហើយនៅពុទ្ធសករាជ2492គ្រិស្តសករាជ1948សម្ដេចបានទ្រង់ទទួលនាទីជាសមាជិកកិត្តិយសនៃសាលានេះដរាបរៀងមកហើយទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅបំពេញបេសកកម្មសុឆន្ទៈប្រឹក្សាសម្រេចរឿងធ្វើឆដ្ឋសង្កាយនានៅក្រុងរ៉ាងហ្គូនសហភាពភូមាជាមួយនេះទ្រង់ក៏បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ក្រុងហ្សាកាតានិងក្រុងសឺម៉ារ៉ាំងកោះជ្វាប្រទេសឥណ្ឌូនេស៊ីដើម្បីរួបរวมក្នុងពិធីបុណ្យវិសាខបូជានិងពិធីបញ្ចុះខ័នសេមាព្រមទាំងពិធីសន្មតរងឧបោសថៈនិងជាព្រះឧបជាយបំពោះកុលបុត្រអ្នកប្រតិនោះចំនួន3រូបផងស្នាព្រះហស្ថដែលព្រះអង្គបានបន្សល់ទុកសម្រាប់កូនចៅចំនួនក្រោយស្នាព្រះហស្ថដែលសម្ដេចព្រះសង្ឃរាជជួនណាតបានបន្សល់ទុកសម្រាប់កូនចៅចំនួនក្រោយនោះរួមមានការកសាងគម្ពីរដីកាជាច្រើនបានទាំងប្រែភាសាបាលីហើយរៀបរៀងធ្វើជាសៀវភៅដែលមានប្រយោជន៍ច្រើនដែលមានដូចជាវិជ្ជានុក្រមខ្មែរភាគ1និងភាគ2ពុទ្ធសករាជ2461គឺសករាជ1920និងឆ្នាំតរៀងមកកិច្ចាយនៈបដិបមតកៈវេយ្យាករណ៍បាលីមានពីភាគចាប់ដើមធ្វើនៅពុទ្ធសករាជ2462គ្រិស្តសករាជ1920កេហិបដិបត្តិក្នុងពុទ្ធសករាជ2466គ្រិស្តសករាជ1926សាមណេរវិន័យក្នុងពុទ្ធសករាជ2460គ្រិស្តសករាជ1917បព្វជមុបសង្ខេបយសម្រាយពុទ្ធសករាជ2700ពុទ្ធសករាជ2700គ្រិស្តសករាជ1928មានសៀវភៅឯទៀតជាច្រើនដែលជាការបន្ទាប់បន្សំគឺកាបលោកធម៌បោះពុំដំបងក្នុងពុទ្ធសករាជ2500បព្វជមុបសព្វដាពុទ្ធសករាជ2500គ្រិស្តសករាជ1957អ្នកគោបមាតិកថាពុទ្ធសករាជ2475គ្រិស្តសករាជ1933សុភមង្គលកថាបឋព្យាវត្ត7កថាជាភាសាបាលីនិងប្រែសម្រាប់សូត្រថ្វាយសុភមង្គលសិរីសុស្ដីចំពោះព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុក្នុងពុទ្ធសករាជ2441គ្រិស្តសករាជ1941និងអត្ថបទផ្សេងជាច្រើនក្នុងទស្សនាវដ្តីកម្ពុជាសូរិយារបស់ពុទ្ធសាសនបណ្ឌិតតាំងពីក្នុងឆ្នាំ1926អត្ថបទផ្សេងក្នុងទស្សនាវដ្តីពន្លឺពុទ្ធចក្ររបស់ពុទ្ធិកសមាគមមជ្ឈមណ្ឌលកម្ពុជារដ្ឋចំណុចសំខាន់មួយទៀតដែលគួរឲ្យកត់សម្គាល់នោះសម្ដេចព្រះសង្ឃរាជជួនណាតព្រះអង្គបាននិពន្ធនៅទំនុកចម្រៀងបទនគររាជសម្រាប់ភ្លេងឆ្នែតខ្មែរឬបទគោរពទង់ជាតិដែលបានបន្សល់ទុកមហត់មកដល់សព្វថ្ងៃនេះព្រះអង្គក៏បានតែងនិពន្ធនៅទំនុកបទសារភិនឬធัวសូត្រជាបទជាដើមនៅរាល់ស្នាព្រះហស្ថទាំងឡាយរបស់ព្រះអង្គទាំងផ្នែកអក្សរសាស្ត្រជាតិក្តីនិងទាំងផ្នែកធัวក្តីដោយបានបញ្ជាក់មកនេះរហូតមកដល់បច្ចុប្បន្នស្នាព្រះហស្ថទាំងនោះនៅតែបានដកជាប់ព្រមទាំងមានការកោតសរសើរយ៉ាងក្រៃលែងពីសំណាក់ពុទ្ធបរិស័ទប្រជាពលរដ្ឋកូនចៅខ្មែរពីមួយជំនាន់ទៅមួយជំនាន់ដោយគេឃើញថាស្នាព្រះហស្ថអស់ទាំងនោះគឺមានសារៈសំខាន់និងមានប្រយោជន៍ក្នុងការជួយដល់ការសិក្សារបស់គេទាំងផ្លូវលោកនិងផ្លូវធម៌ជាពិសេសស្នាព្រះហស្ថដែលរំលឹកឃើញរាល់ថ្ងៃគឺព្រះរាជនិពន្ធបទនទ្ររាជសម្រាប់ភ្លេងឆ្នែតខ្មែរព្រះរាជនិពន្ធពីថ្ងៃទី20
កក្កដា1941និងបទសារថេញដែលទ្រង់បាននិពន្ធក្នុងឱកាសពុទ្ធសករាជ2500ថ្ងៃសោយទីវង្គតរបស់សម្ដេចព្រះសង្ឃរាជជួនណាតនៅពេលរសៀលនៃថ្ងៃអង្គារ12កោដខែភទ្របទឆ្នាំរកាឯកសកពុទ្ធសករាជ2513ត្រូវនឹងថ្ងៃទី23កញ្ញា1969វេលាម៉ោង 3:45 នាទីសម្ដេចទ្រង់ប្រាប់ប្រឈួនក្រោយពេលដែលគ្រូពេទ្យទាំងឡាយបានចូលព្យាបាលឃើញថាព្រះអាការៈរោគមិនជាធ្ងន់ប៉ុន្មានប៉ុន្តែក្រសួងសុខាភិបាលក៏បានចាត់គ្រូពេទ្យឲ្យទៅរក្សាព្រះអាការៈរោគនិងប្រកបឱសថថ្វាយជាដរាបរហូតដល់ថ្ងៃប្រហ័ល14កោដខែភទ្របទឆ្នាំរកាឯកសកពុទ្ធសករាជ2513ត្រូវនឹងថ្ងៃទី25កញ្ញា1969វេលាម៉ោង 20:20 នាទីព្រះអង្គក៏បានសោយទីវង្គតដោយស្ងប់ស្ងៀមនៅក្នុងព្រឹត្តិដំណាក់ព្រះអង្គនាវត្តឧណ្ណាលោមក្នុងព្រឹត្តិជនមាយុ86ព្រះវស្សា